ឥណ្ឌាបាក់រូងភ្នំសង្កត់ស្លាប់មនុស្ស9នាក់ឯកម្មករច្រើនអ្នកទៀតកំពុងជាប់គាំងនៅខាងក្នុងអញ្ញាធិបបានឲ្យដឹងថាកម្មករយ៉ាងហោចណាស់9នាក់បានបាត់បង់ជីវិតនិងជាច្រើនអ្នកទៀតកំពុងជាប់នៅក្នុងរោងភ្នំបន្ទាប់ពីមានហេតុការណ៍បាក់រលំផ្លូវរោងភ្នំមួយកន្លែងស្ថិតនៅក្នុងរដ្ឋស៊ីគីមភាគខាងជើងប្រទេសឥណ្ឌាយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលរដ្ឋស៊ីគីមបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី20ខែកក្កដាឆ្នាំ2026នៅឯរោងភ្នំកំពុងសាងសង់នៃគម្រោងថាមពលវេរីអគ្គិសនីមួយកន្លែងក្នុងស្រុកណាមឈីប្រភពព័ត៌មានពីសារព័ត៌មាន Press Trust of India បានបន្ថែមថាមុនពេលបាក់រោងភ្នំគឺមានគ្រូបាក់ដីបានមកបិទច្រកចូលនិងបានបណ្ដាលឲ្យមានការសង្ស័យថាមានការលេចធ្លាយឧស្ម័នពុលថែមទៀតផងបច្ចុប្បន្នក្រុមសង្គ្រោះបន្ទាន់ជាច្រើនស្ថាប័នកំពុងប្រញាប់ប្រញាល់ធ្វើប្រតិបត្តិការស្វែងរកនិងសង្គ្រោះយ៉ាងសកម្មជុំវិញកន្លែងកើតហេតុដើម្បីរំដោះកម្មករដែលរស់រានមានជីវិតនិងស្រង់យកសពកម្មករដែលជាប់នៅខាងក្នុងមកក្រៅវិញយ៉ាងណាអាជ្ញាធរបានព្រមានថាការសង្ឃឹមរស់រានមានជីវិតរបស់អ្នកដែលកំពុងជាប់គាំងនៅខាងក្នុងគឺមានកម្រិតទាបខ្លាំងណាស់ដោយសារតែក្រុមអ្នកសង្គ្រោះកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការដកដង្ហើមនៅខាងក្នុងរោងក្រោមដីនោះធ្វើឲ្យប្រតិបត្តិការជួយសង្គ្រោះប្រឈមនឹងភាពស្មុគស្មាញជាខ្លាំងជុំវិញគ្រោះថ្នាក់ដ៏រន្ធត់នេះនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានសន្យាថារដ្ឋាភិបាលកណ្ដាលនឹងផ្ដល់ជំនួយនិងកម្លាំងអន្តរាគមន៍គ្រប់បែបយ៉ាងដើម្បីជួយដល់ប្រតិបត្តិការសង្គ្រោះនិងសម្រាលទុក្ខលំបាករបស់អ្នករងគ្រោះទាំងអស់